ដែលខ្លួនមានសមត្ថភាពតាំងពីកំណើតសូមកុំភ្លេចតាក់ទងស្ថានីយ៍ទូរទស្សន៍ My TV រិស័យកែវឬក៏អាចទំនាក់ទំនងតាមអាស័យដ្ឋាននិងលេខទូរស័ព្ទនៅខាងក្រោមទូរទស្សន៍របស់យើងដើម្បីបញ្ចេញសមត្ថភាពក្នុងកម្មវិធីពេញចិត្តរត់វគ្គ3បងប្អូនមានទេពកោសល្យអ្វីដើម្បីបញ្ចេញសូមអញ្ជើញតាក់ទង My TV ចាឥឡូវនេះកុំឲ្យខាត់ពេកសូមជួយជាមួយនឹងចាតារាកិត្តិយសរបស់យើងចាទី1ឈ្មោះហៅថា Live និស័យធនក្នុងចិត្តសង្ឃឹមក្នុងចិត្តជាកូនប្រុងត្រូវគិតពីអនាគតម៉ែប្រាប់ឲ្យកូនខំរៀនជាឆ្ងាយពីអ្នកលេងតាំងចិត្តខ្លួនឯងជំនះលើវ័យសំដីគ្រប់មាត់ម៉ែតែងតែប្រាប់ត្រូវចងចាំជាយាមនឹងបានសម្រេចធ្វើខ្លួនឲ្យជាមនុស្សល្អទើបគេឈ្មោះផ្លាត់ឡៃព្រោះកូននឹងចាំសំដីរបស់ម៉ែគុណម៉ែមិនដែលសាមសនចំលងកូនផុតទុំព្រួយនឿយហត់អន់ធ្មត់មិនហាស្ដីបំពេញបំណងក្រមយ៉ាងឲ្យតែកូនចង់បានអ្វីទោះជាអ្វីឲ្យតែកូនខំរៀនតែអ្វីថ្ងៃនេះថ្ងៃតែឈឺចាប់ព្រោះខានស្ដាប់ដំបូលមានម៉ែទៀតហើយកូនយំអោបរូបអ្នកម្ដាយបេងដងកូនស្ទើរប្រេងពេលនេះថ្ងៃនេះព្រួតម៉ែរៀងរហូតហើយអន់ធ្មត់មិនហាស្ដីបំពេញបំណងក្រមយ៉ាងឲ្យតែកូនចង់បានអ្វីទោះជាអ្វីឲ្យតែកូនខំរៀនតែអ្វីថ្ងៃនេះថ្ងៃតែឈឺចាប់ព្រោះខានស្ដាប់ដំបូលមានម៉ែទៀតហើយកូនយំអោបរូបអ្នកម្ដាយបេះដូងកូនស្ទើរប្រេងថ្ងៃនេះពេលនេះព្រួតម៉ែរៀងរហូតហើយថ្ងៃនេះពេលនេះព្រួតម៉ែរៀងរហូតហើយនិស័យចាអូសុខសប្បាយបានសុខសប្បាយប៉ិនជាសង្ហាឲ្យច្រៀងព្រោះទៀតខ្ញុំសរសើរបងអូនមែនតើនិស័យបងអរគុណណាស់ដែលអូនដើរចេញមកធ្វើឲ្យមិត្តភ័ក្តិបងរលីនអឡើងខេបប្រខប់អត់ដឹងខ្លួនថាឯងជាមនុស្សដែលចាស់ហើយណាមិនចឹងបងឆ្ងល់តារលីនស្អាចេញមែនតើបងឃើញដូចថាប្អូនធ្លាប់តែប្រឡងនៅវគ្គទី1យូរហើយចាយក្រហមហ៎ណាអៀនម៉ែមិនមកក្រហមពេលវគ្គបងប្អូនផ្សេងច្រៀងឯងជួនកាលចុចទូរស័ព្ទជួនកាលស៊ីត្រាវអត់ខ្វល់ចាដល់ពេលអូននិស័យចានិយាយទៅចានេះខ្ញុំសូមសារភាពការពិតចាគឺឲ្យតែប្រុសស្អាតចាតែក្មេងស្អាតហ្នឹងតែសួរគ្នាផងគ្នាគ្រក់បើយុនៅគ្រប់ហើយ20ឲ្យហើយ24អត់ទេធម្មតា6 10ហ្នឹងបង6 10ស្បាត់មួយអត់ទេប៉ុន្មាន20កុដ20កុដហើយមិនទៅបន្តការសិក្សារបស់បងអូនឥឡូវបានបញ្ចប់ហើយនៅបាទបងចិត្តបានបញ្ចប់បញ្ញាបត្រហើយអញ្ចឹងហ៎
ចាស្ដាយណាស់ការវគ្គមួយហ្នឹងគាត់បាន ហេ20ឆ្នាំមិនក៏ត្រូវបញ្ចប់បរិញ្ញាបត្រ ចិត្តបញ្ច តា ប់ ន់ចប់ទេ ចិត្តបញ្ចប់ ចិត្តបញ្ ការ ច ច ប់ ប់យើងចាប់ឌីប្លូម ឆ្នាំទីម៉ានអញ្ចឹងឆ្នាំទីម៉ានអូន ឆ្នាំទី4ហើយបង ឃើញទេអូបានន័យថាចូលរៀនតាំងអាយុ5 6 ឆ្នាំ កាលនោះចូលរៀនអត់តគ្រប់អាយុផង មុ ក៏ នអាយុ ចូលដែរ អញ្ចឹងគេចូលអាយុ3ឆ្នាំ ចា ពេល ចាំ ចូល បាន ទៅចេះតែទៅគេងឯងដែរទៅ ទៅទីហើយរៀនផ្នែកអីដែរអូននៅមហាវិទ្យាល័យ ផ្នែកច្បាប់បង ជាផ្នែកច្បាប់ហើយចង់ធ្វើអីពេលចប់ ពេលចប់ចង់ធ្វើ អ្នកចម្រៀង ដុកទ័រ អី មេធាវី ហើយនឹង មេធាវី ចង់ធ្វើអ្នកចម្រៀងដែរបងក៏តែចាំមើលតើអនាគតទេសិនថា ចា វាយ៉ាងម៉េច អញ្ចឹងមានតែចាំពីអតីតកាលកាលនៅក្មេងហ្នឹងមុននឹងដូចថាចូលសាលាខាងអត់តន់គ្រប់អាយុអញ្ចឹងគេឲ្យធ្វើដៃមិនដូចថា ធ្វើដៃ ដល់ ដាក់ដល់ ដល់ ជា ហ្នឹងហើយ ហើយ អូ ដាក់ មាន ដល់អ ធ្វើ ត់ ហ៎ ទៅនឹង ខ្ញុំលេងខូចគេបង អូលេ លេ ង ខខូចគេមិនអូនតដៃអូនតដៃមែន គ្រូដែរ អត់ទេបងនិយាយទៅយើងបលិចដៃដាក់រៀងក្រោយចេះតិចមក អូ បន្លាច់ ឆ្លាតឃើញហ៎ ចេះបន្លាច់ ឆ្លាតចេះបន្លាច់ទៀត ណែមកយំវិញ បាច់តាំងក្មេង បាច់ ខ្ញុំ ហ្ម វិញ ងណា ខ្ញុំថាអ្នកគ្រូឥឡូវខ្ញុំដាក់ដៃចឹងដល់តែខ្ញុំចង់ចូលរៀនណា ចា ពេលអ្នកគ្រូថាដៃក៏ដោយឲ្យតកូនដល់ពេញរង្វង់មុខកូនហ្នឹងណាអ្នកគ្រូឲ្យកូនចូលរៀនហើយ ឥឡូវដាក់មើល ដាក់ ខ្ញុំ 6 យក មាត់ យកមាត់យកជើងខ្ញុំយកចូលមាត់ អូ ដាក់ចូលគ្រូឲ្យចូលរៀនម្ដង សាហាវណាបែរមកថ្នាក់នឹងរៀនតែម្នាក់ឯងព្រោះសិស្សចម្លែកអរគុណច្រើនបងអូនហើយ គេដាក់នៅកណ្ដាលហ្មងចេះតុកគេមានឆ្វេងមានស្ដាំរលីនកៅអីមួយនៅកណ្ដាល ហ្នឹងហើយគ្រូសំណុកវាយតែហើយមើលថែរក្សាសម្ផស្សផងដូចឃើញផ្លាយឡើងមុនឡើង អូ អី ឡើ ចឹង រលីនកម្មវិធីនេះគេសួរសុកទុកគ្នាមិននឹងសួរសម្ផស្សហើយ ចាសួរសម្ផស្សអ្នកសុជាតិគេសួរបាន សម្ផស្សក៏ជារឿងសំខាន់របស់និស្ស័យដែរព្រោះនិស្ស័យស្អាត មុខឥឡូវវាអាប់ដេតបងតាំងពីអត់មុនរហូតដល់មានមុន អត់អីអូនទៅចាស់បងមកជួយឲ្យអូនអត់មុនព្រោះ ធ្វើម៉េច ចា ធ្វើម៉េចអូន បូមចេញ បូមយក ព្រោះ អី ខ្ញុំមាន បូ ម៉ាស៊ីនបូមមុនហ្នឹងណាមុនក្របខ្សាច់ក្របអី ម៉ា មាន ស៊ីនហ្នឹងប៉ុណ្ណា ម៉ាស៊ីនហ្នឹង4ជ្រុងហ្នឹងមានតែយោ យើង យោមកដាក់មកបូម អូនអូនឯងនឹងមិនទេរ៉ូលីនគាត់មានវិធីសាស្ត្របែបផ្សេងដល់ពេលបងតោគាត់មានវិធីសាស្ត្រមួយគឺនាំបងឯងឡើងឡើងតឿណា ខ្លាចទៅជ្រុលនៅដូចបងបូរវ៉ាន់ ឡើយទឿននឹងឮថាបលិសចុះចាប់ចិនដងទៀត ឡើយទឿនហ្នឹងនិយាយពីស្បែកជើងបាត់រហូត មិននិយាយឯងឡើងតឿនហ្នឹងផ្ទុកទៅដោយប្រុសក្មេងៗស្អាតស្អាតយកតែបង្ហាត់ភ្លេងតែខ្ញុំជាតន្ត្រីកតែអញ្ចឹងទៅក្នុងបន្ទប់ឡើងតឿនខ្ញុំហ្នឹងគេហៅថាគ្រឿងប្រដាប់មិចភ្លេងក៏មានស្គរក៏មានហ្គីតាក៏មានសូឡូក៏មានអកក៏មានស្អីក៏មានទាំងអស់ហើយខ្វះតែក្មេងៗប្រុសៗទេ ខ្ញុំឆ្ក តែ ល់ យកទៅ ចា បង្ហាត់បង្រៀននេះឲ្យចេះទៅយើងបែកមកនេះឥឡូវនេះក្រុមខៀងកូនតែមីងឆោមចវិនណាដល់ពេលក្មេងៗកើតច្រើនយើងអាចដកក្រុមខៀងហ្នឹងចេញដាក់ក្រុមក្មេងៗវិញ ចាចុះស្រីទទួលទេបងក្មេង ដូច ស្រី កូនសាណាអីវិញដូចកូនសាណា ចាកូនខ្ញុំគឺមិនអាចស្គាល់រលីនឲ្យបងតអីចឹង ហើយនិយាយទៅឃើញឡើយលើអាទឿនហ្នឹងសបោស្បែកជើងមកចាហៀងខ្ញុំឡើងទៅថតសម្លេងឯមុនណោះ ចា ចាឃើញមកជើងប៊ូអីបាត់មកចាហៀងរហូត យកទៅណាបងអូនលួច ខ្ញុំមិនលួចសង្ស័យគេភ័យបងឯងរត់ចឹងរត់ពាក់ជើងមកគួរអត់តន់ អត់តែប្តីខ្ញុំកាចណាគាត់គ្រូកាច បើសុំសួរទៅកាន់ប្អូនផងបាទគ្រប់ឆ្លើយ ចាអរគុណ សួរខ្ញុំផងបង ចាចាបងបើបងអត់បានសួរបងអូនជួយឆ្លើយណា បាទបង ពីព្រោះជួនកាលបងភាំងកន្លែងតែនិយាយគ្នាបង យើងបើសិនជាអូនអាចកាត់បានអូនសួរជាសំណួរលូនឯងឆ្លើយលូនឯង ហ្នឹងហើយឥឡូវនេះអរគុណដល់និស្ស័យដែលបាន ចា ចូល ចង់ឲ្យប្អូនហ្នឹងចាចង់ជម្រាបជូនដល់បេក្ខជនបេក្ខនារីដែលត្រូវគាត់មកដាក់ពាក្យប្រឡងនៅចាជុំទី3នេះចាប្អូនមានពាក្យពេចន៍យ៉ាងណាដើម្បីប្រាំផ្ញើដល់ពួកគាត់ បាទខ្ញុំបាទក៏សូមអំពាវនាវឲ្យបេក្ខជនបេក្ខនារីដែលមានសមត្ថភាពនៅក្នុងការច្រៀងក៏ដូចជាមាន category ច្រើនដែលបងតាបុយបានដាក់នៅបង្ហាញនៅតាមកញ្ចក់ទូរទស្សន៍ផងដែរឲ្យមានសមត្ថភាពកុំមានភាពភ័យខ្លាចបើចង់បញ្ចេញសមត្ថភាពឲ្យសាធារណជនបានដឹងបាទ ចា អរគុណ អរគុណច្រើន អូនជួយផ្ទះនៅឆ្វេងដៃអូនមួយដៃ អរគុណនិស្ស័យច្រើនចាអូន អរគុណ អរគុណ និស្ស័យយ៉ាងណាជួបគ្នាណាបងប្រុស ជូនពរឲ្យសុខភាពល្អហើយសម្រាប់រកគោលបំណងណាអូនណា បាទអរគុណ ជូនទៅក្រោយ បាទទេខូចអនាគតកូនគេ អូខេចាពីកម្មវិធីសូមសម្រាប់ប្រកែសិនចា